ថាត្រូវការប្រកាសជូនជំនួយហើយដែលថ្នាក់វិទ្យាសាស្ត្រយើងបានប្រកាសឡើងនៅថ្ងៃនេះបាទសេចក្តីសម្រេចនៃអង្គការទទួលស្គាល់ទេវធីក្នុងកម្មវិធីប្រឡងសិក្ខាកាយថ្នាក់វិទ្យាសាស្ត្រចំនួនទី4ឆ្នាំ2026ថតកូនសាចំនួន40នាក់នឹងប្រកាសលទ្ធផលជូនអាហារូបករណ៍រៀនគួរមិនបានខ្វាច់ចំនួន20នាក់សម្រាប់ប្រឡងថ្ងៃទីអាទិត្យទី7ខែមិថុនាឆ្នាំ2026វិទ្យាល័យនិងប្រធានកម្រងវិទ្យាល័យព្រៃកណ្ដាលសម្រាប់ទទួលស្គាល់សិស្សជើងវិធីនិងប្រកាសផ្ដល់អាហារូបករណ៍រៀនគួរមិនបោកថ្លៃរយៈពេល1ឆ្នាំពេញដល់សិស្សសានុសិស្សមានវិញ្ញាណដូចខាងក្រោមនោះអេចឹងមានអ្នកដកដួលទេណាបាទសម្រាប់ប្រាក់ទី10នោះសម្រាប់ប្រាក់ទី10មួយមុនណាទី10ទឹកហើយទី10ទី8ទី7ចឹងទី7ឲ្យយើងឡោះបាទសម្រាប់ទី11សម្រាប់ទី11មានតែវិទ្យាល័យព្រៃកណ្ដាលទេបាទចំណុចប្រាក់ទី10មកពីថ្នាក់ទី11A បាទទី11Aទទួលបានសរសើរនិងថវិកាចំនួន30000រៀលបាទបានទៅលើបេក្ខជនដែលមានថ្ងៃខែខែកំណើតហើយទី16ហើយមានឆ្នាំ2009បាទបេក្ខជនមានឈ្មោះសូនប៊ុនថៃបាទសូមអរគុណបាទយើងគួរទៅនៅនឹងស្ដាប់យើងគួរនៅនឹងសិនចោះចាំទទួលទាំងអស់គ្នាបាទបេក្ខជនលេខ9បាទបេក្ខជនបេក្ខជនលេខ9ទទួលបានសរសើរនិងថវិកាចំនួន30000រៀលបាទមានថ្ងៃខែកក្កដា18មិថុនាឆ្នាំ2010បានទៅលើបេក្ខខណ្ឌរីអានសេងគូទៅវ៉ាន់ទៅអរគុណដល់លោកទៅអាសេគូបាទបេក្ខជនជាប់ចំណាត់ប្រាក់លេខ8បាទទទួលបានសរសើរនិងថវិកាចំនួន30000រៀលបាទបានទៅលើបេក្ខជនដែលមានថ្ងៃខែឆ្នាំកំណើតហើយ02ខែកុម្ភៈឆ្នាំ2010បានទៅលើបេក្ខជនមកពីថ្នាក់11ជីគឺអត់គំភៀវចំណុចថ្នាក់លេខ6ស្ទួនបាទលេខ6ស្ទួនអត់លេខផលទេណាចំណុចលេខ6ស្ទួនបានទៅលើបេក្ខជនដែលមានថ្ងៃខែឆ្នាំកំណើតថ្ងៃទី26ខែតុលាឆ្នាំ2009ចាំឡើយបានទៅលើបេក្ខជនខាងស៊ីថាដល់ទីត្រាក់ទី11បែបបេក្ខជនលេខ6បាទនៅថ្នាក់ទី11បែបទៀតហើយបាទ11បែបទៀតហើយបាទមានថ្ងៃខែម៉ាត់15មករាឆ្នាំ2010បានទៅលើជាមិនហួរបាទបេក្ខជនលេខ5ដែលទទួលបានសរសើរអាហារូបករណ៍និងថវិកាចំនួន30000រៀលដដែលបាទបេក្ខជន
ឈ្មោះម៉ៃដាលឹងមកពីថ្នាក់ទី11អាជំនឿបេក្ខជនដែលទទួលបានសរសើរអាហារូបករណ៍និងថវិកាចំនួនបាទ30000រៀលដែរបាទមានថ្ងៃកំណត់ថ្ងៃទី6ខែមិថុនាឆ្នាំ2009មកពីថ្នាក់ទី11អើបេក្ខជនឈ្មោះហ៊ុនឆៃអេងបាទលេខ3បេក្ខជនដែលទទួលបានប័ណ្ណសរសើរអាហារូបករណ៍និងថវិកាចំនួន40000រៀលបាទមានថ្ងៃកំណត់12វិច្ឆិកា2010មកពីថ្នាក់ទី11សិលបេក្ខជនយេនីកាបាយកាត់រីណាស់បាយណាមកដល់នឹងហ្មងបាទជំទាស់ទី2លេខ2បាទបេក្ខជនដែលមានថ្ងៃកំណត់21កញ្ញា2010ទទួលបានសរសើរអាហារូបករណ៍និងថវិកាចំនួន40000រៀលបេក្ខជនមកពីថ្នាក់ទី11អាបេក្ខជនឆាន់វឌ្ឍនាបាទវឌ្ឍនាលេខ2ឱកាសចុងក្រោយបេក្ខជនដែលទទួលបានជ័យលាភីលេខ1បេក្ខជនមកពីថ្នាក់ទីបាទ11បែបបេក្ខជនទទួលបានបានសរសើរដល់ទៀតអាហារូបករណ៍ដឹងមួយថវិកាចំនួន50000រៀលដឹងមួយបេក្ខជនឈ្មោះហាក់ដារ៉ាបាទទាំង10រូបថ្នាក់ទី11ហើយបាទចូលថ្នាក់ទី10បាទថ្នាក់ទី10ថ្នាក់ទី10យើងតិចណាក៏កំពុង20មកឲ្យពុកទៅរងបាទលេខ10បេក្ខជននៅពីថ្នាក់ទី10អើចុយ10អេសនៅណា10អេសទទួលបានបានសរសើរយ៉ាងថៃកំណត់ទី5មីនាឆ្នាំ2011បេក្ខនារីលឿនសុចិតាបាទទទួលបានបានសរសើរនិងថវិកាចំនួន20000រៀលបាទមួយថ្ងៃកំណត់25សីហា2014បេក្ខនារីជួនអាយមីងបាទបេក្ខជនដែលមានចំណាត់ថ្នាក់លេខ8ទទួលបានប័ណ្ណសរសើរនិងថវិកាចំនួន30000រៀលមានថ្ងៃកំណត់13មិថុនាឆ្នាំ2010បេក្ខជនមកពីថ្នាក់ទី10សេគឺបេក្ខជនជិនការណាបាទលេខ6ទូនអត់មានលេខ7ទីដែរបាទលេខ6ទូនគឺបេក្ខនារីមកពីថ្នាក់ទី10ទីទទួលបានប័ណ្ណសរសើរនិងថវិកាចំនួន20000រៀលបាទថ្ងៃកំណត់ថ្ងៃទី30ខែធ្នូឆ្នាំ2010បេក្ខនារីលីដាវ៉ាតៅអីណាហើយលីដាវ៉ាតៅនេះយកមកទៅមើលទៅបាទហត់គ្រីបាយលេខ6ទៅប្រជុំដែលទទួលបានប័ណ្ណសរសើរនិងថវិកាចំនួន30000រៀលមានថ្ងៃកំណត់ថ្ងៃ06ខែកញ្ញាឆ្នាំ2010បេក្ខជនមកពីថ្នាក់ទី10សេគឺបេក្ខជនរិទ្ធតាំងមេងអូតាំងមេងបាទលេខ5នេះគឺចាប់ពីលេខ5មកទទួលបានអាហារូបករណ៍រៀនគួរដែលអត់ទុកថ្លៃទាំងផលិតទាំងរូបមួយឆ្នាំពេញ
ជនដែលទទួលបានប័ណ្ណសរសើរអាហារូបករណ៍និងថវិកាចំនួន30000រៀលថ្ងៃខែចំណាត់16ខែធ្នូឆ្នាំ2010បាទបេក្ខជនឈ្មោះលាវថៃលីបាទកូនគ្រូលំលែង កូនលេងមួយដែរ បាទលេខ4បេក្ខនារី នោះ ដែលមាននៅក្នុងថ្នាក់ទី10អែបាទ10អែ ណា 10 F បាទទទួលបានប័ណ្ណសរសើរអាហារូបករណ៍និងថវិកាចំនួន30000រៀលបាទបេក្ខនារីដែលមានថ្ងៃខែក្នុងឡែក28កុម្ភៈឆ្នាំ2014បេក្ខនារីប៊ុននីតាបាទលេខ3ដែលជាបេក្ខជនទទួលបានប័ណ្ណសរសើរអាហារូបករណ៍និងថវិកាចំនួន40000រៀលបាទបេក្ខជនមានថ្ងៃខែកំណត់31មករាឆ្នាំ2010គឺបេក្ខជនប៊ុនរាសា អូគេនៅនឹងដែរ បាទបេក្ខជនលេខ2បេក្ខជនលេខ2ដែលទទួលបានប័ណ្ណសរសើរអាហារូបករណ៍និងថវិកាចំនួន40000រៀលមានថ្ងៃខែកំណត់ថ្ងៃទី7ធ្នូឆ្នាំ2011បេក្ខជនងឿនរតនាបាទដែលជាកូនអ្នកគ្រូបាទលន់ម្ល៉េះបាទបន្តបាទរំលឹកពីហើយបេក្ខជនបេក្ខនារីដែលទទួលបានចំណាត់ថ្នាក់លេខ1 បាទតើរូបណាទៅអាបើសិនទៅអាយបាទបាទគឺបេក្ខនារីដែលមកពីបន្ទប់10សេបាទ10សេដែលមានបានទទួលបានប័ណ្ណសរសើរអាហារូបករណ៍និងថវិកាចំនួន50000រៀលបាទวันที่จังหวัดมาเพิ่มจำนวนไปหาชนะผู้ฟังแบบนี้ซึ่งไปทำนี้ร้อนรัตนาบ้านจะมาเป็นบ้านมาดาปนเองชนะมาทำมาทุ่มหายมีแปลงอนุชีไรมีแปลงเป็นชีไรใช่คนแต่มีจะนักที่เลยตัดกระดาษเลยมือบ้านชนะที่คนใด ណែទៅនឹងសួរស៊ូម បាទបេក្ខនារីមកពីអនុវិទ្យាល័យពេទ្យទទួលបានប័ណ្ណសរសើរ នោះ បាទបេក្ខនារីមានថ្ងៃខែឆ្នាំកំណើតថ្ងៃទី8ខែមីនាឆ្នាំ2012បេក្ខនារីណាហេលៀនបាទเป็นเดียวបាទលេខ9បេក្ខជន សោចឡើងហៀទឹកភ្នែកចា ដែលមកពីវិទ្យាល័យព្រៃលំឆ្លៃ នោះ ទទួលបានប័ណ្ណសរសើរ លេខ10 បាទបេក្ខជនមានថ្ងៃខែខាងណាត់24វិច្ឆិកាឆ្នាំ2012បេក្ខជនវិទ្យាហើយនៅហេបាទបាទទៅដល់បេក្ខនារីនៅអនុវិទ្យាល័យព្រៃលំទទួលបានប័ណ្ណសរសើរបេក្ខនារីមានថ្ងៃខែកំណត់16ឧសភាឆ្នាំ2012បាទបេក្ខនារីឈ្មោះក្រាន់រីយ៉ាបាទបាទ តឹងនេះដែរ វិទ្យាល័យព្រៃលំទៀតហើយ ចុយ បេក្ខនារីដែលមានថ្ងៃខែកំណត់9កក្កដា2010 អត់មក លេ ទេ ខឈ្មោះឡាត់នីតាបាទបេក្ខនារីមកពីអនុវិទ្យាល័យព្រៃលំទៀតហើយ ចុយ បាទ យកអស់ ព្រៃលំយកអស់ហើយទៅបាទ អាភាពហើយ តែខាងនេះដែលមានថ្ងៃខែកំណត់ថ្ងៃ3វិច្ឆិកាឆ្នាំ2013បេក្ខនារីលេខឈ្មោះចាត់លេងលីហាបាទអូ
ផ្លាស់ពីព្រៃចឹងមកចូលព្រៃកំត្រង់ដែរបាទចាប់ពីព្រៃឡើងមកទទួលបានអាហារូបករណ៍បានភាសានិងថាវិការចំនួន3ម៉ោងដែរបាទគឺបេក្ខជនដែលមានកាយកាយចំណាត់25កញ្ញាឆ្នាំ2012ទេតាដឹងចាំហ៎បាទបេក្ខជនឈ្មោះស៊ុនព្រះត្រីបាទរកពីដល់ទៅអានេះពុជឡាយពេកទៅទៅហើយបាទទៅទៅដែរអស់ហើយទៅបាទថ្ងៃក្រោយខាងណាត់ថ្ងៃ30មេសាឆ្នាំ2012បាទព្រោះអើយកាន់ណាអូនបាទចៃយ៉ាបាទបាទពីព្រៃទៅចូលព្រៃនៅត្រង់វិញបាទទៅទៅនឹងបាទទៅដល់វិញបាទបេក្ខជនដែលទទួលបានបានសរសើរអាហារូបករណ៍និងកាយវិការចំនួន4ម៉ោងនេះបាទបេក្ខជនដែលមានកាយកាយចំណាត់$21ឆ្នាំ2013បេក្ខជនឈ្មោះផុនសុខឡាននេះបាទអរគុណកៅមិនបាទអរគុណកៅមិនបាទបាទពីពេលដល់ចូលអានោះវិទ្យាល័យពេទ្យទៅទៀតចុយទៅយ៉ាងវិញទៅបាទទទួលបានបានភាសាហើយអង្គនឹងបាទថាវិការជំនាញ4នៅនេះបាទដោយបេក្ខជនរីដែលមានកាយចំណាត់30មិថុនាឆ្នាំ2012បាទបេក្ខជនរីឈ្មោះហុនលីកាបាទបេក្ខជនរីដែលជាប់ចំណាត់ថ្នាក់លេខ1តើបានទៅលើកូនស្រីរូបណាទៅណាបាទបេក្ខជនរីដែលជាប់ចំណាត់ថ្នាក់លេខ1មកពីវិទ្យាល័យព្រៃនគរបាទដែលជំនាញដែរបាទទទួលបានបានសរសើរអាហារូបករណ៍និងថវិកាចំនួន5ម៉ឺនរៀលដែលមានថ្ងៃខែកន្លង17មិថុនាឆ្នាំ2012គឺបេក្ខជនរីណៃសូភើបាទគាត់ជាអតីតសេដ្ឋកិច្ចប្រាក់ទី9បាទបាទជំនួយឡើងទៅអូគាត់បានឡើងជួយគាត់បានឡើងជួយវិញបាទឥឡូវមកប្រាប់ទៅបេក្ខជននឹងបេក្ខជនរីដែលថ្នាក់ទី7ម្ដងបាទជាងចំណុចណាបាទតពីមកពីអនុវិទ្យាល័យពេជ្រឈៀងបាទទទួលបានបានសរសើរនេះបីឈៀងហ៎បេក្ខជនរីដែលមានថ្ងៃខែចំណាត់29មេសាឆ្នាំ2014បាទបេក្ខជនរីឈ្មោះផៃជំនុំសាសហើយវិញបាទអរគុណបាទប្រាក់ទីចំណាត់លេខ9មកពីអនុវិទ្យាល័យពេទ្យទៅអូត្រូវទៅទៀតបាទដែលមានថ្ងៃខែចំណាត់ទី7វិច្ឆិកាឆ្នាំ2013បេក្ខជនឈ្មោះបេក្ខជនឈ្មោះគឹមម៉ាឡេនបាទអរគុណបាទអនុពេទ្យទៅហើយទទួលបានបានសរសើរដោយខាលរីដែលមានថ្ងៃខែចំណាត់23មេសាឆ្នាំ2014បាទខាលរីមានឈ្មោះវ៉ៃសៃវិនបាទផ្លាស់ពីប្រទេសចូលទៅវៀតណាមដែរបាទប្រេងកាយទទួលបានបានសរសើរនៅខាងការជំនុំ3ម៉ោងនេះបាទតែទទួលបានមានថ្ងៃខែកំណើត21មិថុនាឆ្នាំ2013ឈ្មោះអ៊ឹមសេពូបាទបាទថាជិនមកពីអនុវិទ្យាល័យព្រៃឈៀងនោះបាទผมជឿបានទៅហើយបាទผมជឿបានជឿបាននេះកាលទៅណាត់25ឆ្នាំ2013
បាទ ខោបីណា ទៅទទួលមានឈ្មោះភេទភេត្រាបាទចំណាត់ថ្នាក់លើ6បាទចំណាត់ថ្នាក់លើ5ដែលទទួលបានមហារង្សចាប់ពីការទី5មកគឺមកពីអនុវិទ្យាល័យព្រៃតឹងបាទ តាំងទៀត ទទួលបានបទពិសោធន៍អាហាររសនិងថាវិការចំនួន3រៀលបាទតែប្រជុំដែលមានថ្ងៃខែកម្ដៅ12កុម្ភៈឆ្នាំ2013បាទតែប្រជុំឈ្មោះហេតុកំណាងមកចូលមកបាទតែប្រជុំមកពីអនុវិទ្យាល័យព្រៃតឹងទីហើយ trờiបាទ bị tấn tiết ទទួលបានបទពិសោធន៍អារកោនិងថាវិការចំនួន4ម៉ោងទៀតបាទបាទហើយទទួលបានមានកាលចំណាត់21មេសាឆ្នាំ2013តែទទួលឈ្មោះណូហាណា mềm បាទលេខ2បាទពីអនុវិទ្យាល័យព្រៃតឹងទីហើយបាទ trời ơi lấy គឺជាបេក្ខនារីដែលទទួលបានប័ណ្ណសាអាហារូបករណ៍និងថវិកាចំនួន4ម៉ោងទៀត chiếc giờ lấy nha បេក្ខនារីមានថ្ងៃខែកំណត់17ឆ្នាំ2013 con này បេក្ខនារីឈ្មោះវុធីម៉ាលីនបាទចំណុចប្រាក់នេះសម្រាប់ការនេះមកពីអនុវិទ្យាល័យព្រៃតឹងទីដែរបាទតាមប្រវត្តិដែលមានឈ្មោះដែលមានទទួលបានប័ណ្ណសាអាហារូបករណ៍និងថវិកាចំនួន5ម៉ឺនរៀលហើយខាងរឿងដែលមានថ្ងៃខែចំណាយ10វិច្ឆិកាឆ្នាំ2013គឺតែខាងរឿងមួយរៀលកញ្ញាបាទចំណែកតើតើដល់បងប្អូនទាំង40ប្រាក់40នាក់ទទួលបានអាហារូបករណ៍ហើយទទួលបានប្រាក់រង្វាន់លើកទឹកបានតានិងបងប្អូនមួយចំនួនដែលទទួលបានហើយក៏បាទជាកិច្ចបន្ទាប់មានភាពរំជើបបន្ទាប់ជាបន្តទៅទៀតតែអូនទាំងអស់ទទួលបាន giờ đây nè đây giờ men mũi chứ à មានថាទទួលជាទីតាមមុខវិជ្ជាបន្ថែមពីលើប្រាក់រង្វាន់ men con cho đây ចំនួនមួយមុខវិជ្ជា20000 mé này បន្ថែមទៀតបាទអ្នកជាប់បាន2មុខបាន40000ជាប់3មុខបាន60000ចឹងតើបងប្អូនរូបណាដែលទទួលបានប្រាក់រង្វាន់ Super Score nô បាទ nè bà tụច្រើន បងប្អូនដែលទទួលបានប្រាក់រង្វាន់ Super Score គណិតវិទ្យា100ពិន្ទុ chôm với nha បានទៅគណិតជាមួយទេបាទមកពីអនុវិទ្យាល័យព្រៃតឹង trời បាទគឺអូនស្រីមីវាកញ្ញាបាទ rồi với nha ទី2អូនតាជី7ដែរទទួលបានគណិតវិទ្យា95ពិន្ទុបាទ95ពិន្ទុបាទអូនមកពីវិទ្យាល័យព្រៃតឹងបាទគឺបងប្រុសអ៊ឹមសុភីបាទទទួលប្រាក់ទី8បាទប្រាក់ទី8ទទួលបានពីរងកែទី8គឺមកពីវិទ្យាល័យព្រៃតឹងទទួលបានចំនួន2គឺវិទ្យានិងគណិតវិទ្យាវិទ្យាទទួល70វិទ្យាគណិតវិទ្យាទទួល99បាទគឺបងស្រីណៃសុភីបាទបេក្ខជនមកពីវិទ្យាល័យព្រៃតឹងដែលទទួលបានទទួលវិទ្យាពួកបន្តបាទគឺបេក្ខជនផានជុកឡងនេះ đủ chia បាទទទួលថ្នាក់ទី10បាទទី8បាន2ទី7បាន2តែទទួលថ្នាក់ទី10ទី10បានតែម្នាក់ទេបាទបានតែម្នាក់ទេគឺបានបន្ទុក
รู้เชื่อ Ồ, đâu chia cả nè. นะคุณนักอาจารย์ดูเชื่อไปประตูได้ประตูบานประตูรู้เชื่อ Thế nào cả nè. เมื่อคุณเชื่ออะไรประตูนั้นกับ